ដូចជាពាក្យដែលគេនិយាយថាល្អមើលនិងល្អស៊ីអញ្ចឹងណាព្រោះបងអត់ចង់ធ្វើអាជីវកម្មគ្រាន់តែល្អស៊ីតែមួយមុខអត់ល្អមើលហើយក៏ល្អមើលតែមួយមុខអត់ល្អស៊ីទេនិយាយចំទៅយើងចង់ឲ្យបានទន្ទឹមគ្នាច្រើននិយាយទៅមានជំនឿ 100% ដែលបងគិតថាអាជីវកម្មបែបស្តង់ដាររបស់ប្រជាជាតិថាធ្វើឲ្យគាត់កាន់តែមានជំនឿទុកចិត្តហើយបងសន្យាថាពួកយើងអត់នៅត្រឹមហ្នឹងទេពួកយើងនឹងរីកចម្រើននិងធំដូច brand បបទេដែរបងចង់ឲ្យពួកគាត់ទុកពេលឲ្យបងបន្តិចប្រជាជាតិនឹងក្លាយទៅជា brand មួយរបស់ខ្មែរការវិភាគទី4មកនេះបានចែករំលែកអំពីអត្ថន័យនៃម៉ាកយីហោសាច់ជ្រូកជាតិនិងអារម្មណ៍ពិតនៅពេលដែលគេសន្ទុះនៃការគ្រប់គ្រងពីអតិថិជនក្នុងស្រុកកាន់តែច្រើនប៉ុន្តែតើថានៅពេលដែលអាជីវកម្មចាប់ផ្ដើមពង្រីកមាឌនិងមានការគ្រប់គ្រងក៏ដូចជាគ្រប់គ្រងកាន់តែច្រើនតើការគ្រប់គ្រងអាជីវកម្មបែបគ្រួសារនៅតែបន្តគ្រប់គ្រងដែរឬទេតោះមកស្ដាប់និងស្វែងយល់ពីដំណើរផ្លាស់ប្ដូរពីអាជីវកម្មគ្រួសារទៅជាអាជីវកម្មស្តង់ដារនៅក្នុងពាក្យបន្តបងឥឡូវនេះសាច់ជ្រូកជាតិកំពុងតែក្លាយជាអាជីវកម្មស្តង់ដារក្រៅអត់បងបាទកំពុងកែប្រែទៅហើយអត់ទាន់ 100% ទេប៉ុន្តែយើងកំពុងកែប្រែអភិវឌ្ឍទៅហើយបងចាំបាច់ចំណាយពេលវេលានិងលុយកាក់ច្រើនទៅអីបងបើគ្រាន់តែរកស៊ីធម្មតាក៏បងបានលុយទៅគ្នាដែរហ្នឹងសំណួរហ្នឹងមិនមែននរណាតែលើកទី1ទេបងលឺច្រើនដែរហើយសម្រាប់បងគឺថាសុករកស៊ីបានសុកតែធ្វើអីញ៉ៃជាពិសេសប្រពន្ធបងហ្មងប្រពន្ធបងធ្លាប់និយាយចឹងដែរអាងបើធ្វើរកស៊ីបានហើយមិនសុកទៅរកស៊ីមានស្តង់ដារស្តង់អីទៅអីថាបើយើងគិតវែងឆ្ងាយបើយើងគិតពីចក្ខុវិស័យវែងឆ្ងាយបងគិតថាយើងគួរតែមានជាប្រភេទអាជីវកម្មស្តង់ដារពីព្រោះការគ្រប់គ្រងបែបអាជីវកម្មស្តង់ដារបានយើងអាចគ្រប់គ្រងធំបានគ្រប់គ្រងបានឆ្ងាយជាងវាដូចជាពាក្យដែលគេនិយាយថាល្អមើលនិងល្អស៊ីអញ្ចឹងណាល្អស៊ីហ្នឹងដូចយើងធ្វើអាជីវកម្មគ្រួសារហ្នឹងព្រោះយើងធ្វើរាប់ឆ្នាំហើយយើងមានប្រាក់ចំណេញហើយយើងក៏ដូចអត់មានអីត្រូវពិបាកនិយាយចំទៅយើងអាចរស់ស្រួលបានហើយហេតុអីបានទៅសុកចង់ទៅធ្វើឲ្យរឿងស្តង់ដារហ្នឹងដើម្បីល្អមើលមែនក៏ពិតមិនអញ្ចឹងទាំងស្រុងទេប៉ុន្តែក៏វាមានខ្លះដែរព្រោះបងអត់ចង់ធ្វើអាជីវកម្មគ្រាន់តែល្អស៊ីតែមួយមុខអត់ល្អមើលហើយក៏ល្អមើលតែមួយមុខអត់ល្អស៊ីទេនិយាយចំទៅយើងចង់ឲ្យបានទន្ទឹមគ្នាហើយបងជឿថាអាជីវកម្មដែលរីកចម្រើននៅក្នុងប្រទេសយើងក៏ដោយនៅទូទាំងពិភពលោកក៏ដោយអាជីវកម្មដែលអាចរីកចម្រើនលឿនរហ័សគឺអាជីវកម្មបែបស្តង់ដារអញ្ចឹងយើងត្រូវតែហ៊ានជឿថាអាជីវកម្មបែបស្តង់ដារហ្នឹងនឹងជោគជ័យចុះបងប្រកាសអត់ថាអតិថិជនបងអត់កាន់តែទុកចិត្តនៅពេលដែលអាជីវកម្មបងមានស្តង់ដារត្រឹមត្រូវបែបនេះបងនៅតែមានបងមានជំនឿច្រើននិយាយទៅមានជំនឿ 100% ដែលបងគិតថាអាជីវកម្មបែបស្តង់ដាររបស់សាច់ជ្រូកជាតិហ្នឹងនឹងធ្វើឲ្យគាត់កាន់តែមានជំនឿទុកចិត្តទៅលើផលិតផលរបស់យើងកាន់តែច្រើនពីព្រោះកាលណាគ្រប់គ្រងបែបស្តង់ដារគឺយើងមានប្រព័ន្ធការងារត្រឹមត្រូវយើងមានប្រព័ន្ធប្រតិបត្តិការត្រឹមត្រូវយើងមានផ្នែក research and development ស្រាវជ្រាវយើងមានបច្ចេកវិទ្យាថ្មីមកជួយអភិវឌ្ឍកន្លែងយើងរហូតអញ្ចឹងបងគិតថាពួកគាត់នឹងទទួលបានគុណភាពផលិតផលកាន់តែល្អទៅបងធម្មតាប៉ាម៉ាក់បងគាត់គឺជាមនុស្សចាស់ហើយគាត់គំនិតគាត់មិនដូចក្មេងសម័យឥឡូវទេពេលហ្នឹងគាត់មានប្រតិកម្មបែបណាដែរបងដំបូងគាត់មិនសូវជឿដែរគាត់គិតថាយើងធ្វើប៉ុណ្ណេះបានហើយចាំបាច់ទៅចាយលុយច្រើនទៅអីព្រោះការធ្វើស្តង់ដារដូចឯងនិយាយអញ្ចឹងគឺចំណាយធំចំណាយពេលវេលាហើយមិនដឹងថាពេលណាអាចស្រង់ដើមមកវិញទេប៉ុន្តែនៅពេលដែលបងចាប់ផ្ដើមកែប្រែបន្តិចម្ដងធ្វើឲ្យអាជីវកម្មរបស់យើងខ្លាយទៅជាបែបស្តង់ដារគាត់ក៏ឃើញមានលទ្ធផលល្អខ្លះដែរបានន័យថាយើងមានអតិថិជនទទួលស្គាល់សំខាន់បំផុតគឺអតិថិជនស្គាល់យើងជាណាដល់ពេលអញ្ចឹងទៅគាត់ក៏ចាប់ដើមមានជំនឿដល់ពេលគាត់មានជំនឿគឺជំរុញមួយទំហឹងតែម្ដងបច្ចុប្បន្ននេះគឺឪពុកម្ដាយបងគឺជាផ្នែកមួយនៃការរុញអាជីវកម្មជាមួយបងនឹងឲ្យវាទៅកាន់តែស្តង់ដារដែលអាចរីកចម្រើនបានលឿនប្រហែលជាហ្នឹងបងនៅចាំពាក្យសន្យាដំបូងបង្អស់ដែលបងបានសន្យាទៅកាន់អតិថិជនសាច់ជ្រូកជាតិអត់បងចង់ឲ្យពួកគាត់ទុកពេលឲ្យបងបន្តិចបងសន្យាថាតោះអត់ទេរោងកើតគេត្រូវឲ្យទលាយអញ្ចឹងហ្មងចូលแล้วนะbạn nên chơi trên camera chân mình mà khơi nhé tại đi đâm cá đai mấy nè nên offនេះគឺខ្ញុំនៅក្នុងរោងជ្រូកហ្នឹងតែពេលថតសំដែងឯងមែនតើមិនដែរមកទេព្រោះមិនចង់មកកុំឲ្យឆ្លងរោគដល់ក្រុមការងារណាមួយយើងមានក្រុមការងារខ្លាំងហើយយើងអត់ចាំបាច់មកទេហើយអ្នកអស់គ្នាហ្នឹងរួមនឹងអ្នកថតហ្នឹងតែសំណាងហ្នឹងថ្ងៃនេះ